សូមជូនរឿងព្រះនន្ទព្រះបរមសាស្តាទ្រង់ប្រារព្ធព្រះនន្ទថេរដែលត្រូវជាព្រះរាជឱរសរបស់ព្រះនាងបជាកោតមីសម័យថ្ងៃមួយគឺជាថ្ងៃដែលរៀបមង្គលការរបស់ព្រះនន្ទកុមារជាមួយនឹងនាងជនបទកល្យាណីគ្រានោះព្រះសាស្តាយាងទៅក្នុងពិធីមង្គលការនន្ទនោះដែរព្រះអង្គបានប្រទានបាត្រទៅឲ្យនន្ទកាន់ត្រាស់សម្ដែងមង្គលកថារួចស្រេចហើយទើបស្ដេចយាងត្រឡប់ទៅវត្តវិញតែព្រះអង្គមិនបានទទួលយកបាត្រពីដៃព្រះនន្ទកុមារឡើយព្រះនន្ទកុមារបានបីបាត្ររបស់ព្រះសាស្តាដើរតាមពីក្រោយព្រះអង្គរហូតដល់វត្តតែម្ដងព្រះសាស្តាទ្រង់ត្រាស់សួរព្រះនន្ទថាណែនន្ទអ្នកប៊ូសឬព្រះនន្ទមិនហ៊ានប្រកែកទើបក្រាបទូលថាបបិទ្ធព្រះអង្គដ៏ចម្រើនទូលព្រះបង្គំនឹងបួសលុះព្រះនន្ទប៊ូសហើយមិនបានរៀនសូត្រធម៌អ្វីសោះព្រោះមួយថ្ងៃលោកកង្វល់តែនឹកទៅដល់នាងជនបទកល្យាណីស្រីខត្តយកញ្ញាដែលទៅនឹងរៀបការជាមួយគ្នាថ្មីប៉ុណ្ណោះព្រះសាស្តាទ្រង់ជ្រាបហើយទៅនាំព្រះនន្ទឲ្យទៅមើលពួកស្រីទេពអប្សរបវរកញ្ញានៅឋានទេវលោកដែលមានរូបឆោមល្អស្អាតជាងនាងជនបទកល្យាណីហើយត្រាស់ទៅកាន់ព្រះនន្ទថាណែនន្ទអ្នកចូលខំព្យាយាមសាមណធម៌ចោះតថាគតនឹងជួយស្ដីដណ្ដឹងនាងទេពអប្សរបវរកញ្ញាក្នុងឋានសួគ៌នេះឲ្យអ្នកតើអ្នកចង់បានស្រីទេពអប្សរបវរកញ្ញាដែលមានរូបល្អបែបណាព្រះនន្ទបានឮដូច្នោះហើយទើបមានចិត្តត្រេកអរពន់ពេកណាស់ខំព្យាយាមបំពេញសាមណធម៌យ៉ាងខ្លាំងក្លាជាទីបំផុតព្រោះចង់បានស្រីទេពអប្សរបវរកញ្ញានោះឯងពួកភិក្ខុទាំងឡាយបានដឹងរឿងនេះហើយទើបនាំគ្នានិយាយរិះគន់ព្រះនន្ទថាដោយប្រការផ្សេងថាព្រះនន្ទខំបំពេញសាមណធម៌ព្រោះតែចង់បានស្រីទេពអប្សរមកធ្វើជាប្រពន្ធព្រះនន្ទឮពួកភិក្ខុរិះគន់ដូច្នោះហើយមានសេចក្តីអៀនខ្មាស់យ៉ាងខ្លាំងហើយបានមកកែប្រែគំនិតជាថ្មីខំប្រឹងព្យាយាមបំពេញសាមណធម៌តែម្នាក់ឯងនៅក្នុងព្រៃស្ងាត់រហូតដល់បានសម្រេចជាព្រះអរហត្តផលក្រោយមកពួកភិក្ខុទាំងឡាយបានសួរព្រះនន្ទថាមនាលនន្ទតើឥឡូវនេះអ្នកចង់សឹកដែរឬទេព្រះនន្ទឆ្លើយតបថាខ្ញុំព្រះករុណាមិនប្រាថ្នាចង់សឹកអ្វីទេនៅពេលឥឡូវនេះលោកម្ចាស់ពួកភិក្ខុឮដូច្នោះហើយក៏ចោទព្រះនន្ទថាព្រះនន្ទពោលអួតនៅព្រះអរហត្តផលដែលមិនមាននៅក្នុងខ្លួនហើយនាំគ្នាទៅក្រាបទូលរឿងនេះដល់ព្រះសាស្តាព្រះសាស្តាទ្រង់ត្រាស់ថាមនាលភិក្ខុទាំងឡាយព្រះនន្ទបានពោលត្រូវហើយព្រះអង្គទ្រង់ត្រាស់នៅព្រះគាថានេះថាយថាអកេរੰទុច្ឆន្នੰពុទ្ធិសមតិវច្ឆតិអេវំអភាវិតੰចតੰរាគោសមតិវិច្ឆតិយថាអកេរੰសុច្ឆន្នੰពុទ្ធិណសមតិវិច្ឆតិអេវំសុភាវិតੰចតੰរាគោអ្នកសមតិវិច្ឆតិដំណក់ទឹកភ្លៀងដែលលិចស្រោចនៅផ្ទះដែលគេប្រក់ដំបូលមិនចិត្តល្អយ៉ាងណារាគៈតែងចាក់ទម្លុះនៅចិត្តបុគ្គលដែលមិនបានចម្រើនយ៉ាងនោះដែរដំណក់ទឹកភ្លៀងមិនអាចលិចស្រោចនៅផ្ទះដែលគេប្រក់ដំបូលចិត្តដោយល្អយ៉ាងណារាគៈក៏មិនអាចនឹងចាក់ទម្លុះនៅចិត្តបុគ្គល
ដែលបានចម្រើនដោយល្អហើយក៏យ៉ាងនោះដែរក្នុងការចប់ព្រះគាថាពុទ្ធបរិស័ទបានសម្រេចអរិយផលមានសោតាបត្តផលជាដើមធម្មទេសនាមានប្រយោជន៍ដល់សត្វលោកដែលមកប្រជុំគ្នាក្នុងទីនេះឯងអដ្ឋកថាខុទ្ទកនិកាយគាថាធម្មបទភាគ1ទំព័រ249 260